ឲ្យសម្រាប់កូនឈប់ធ្វើការចាបន្ទាប់មកយើងទទួលបានអត្ថប្រយោជន៍ពេលដែលយើងយកកូនទៅចាក់វ៉ាក់សាំងនឹងបាន80000នឹងដែរអត់ចាបងប្អូនពេលដែលបងប្អូនមានបសសបងប្អូនទៅពីនីតិពុកបងប្អូនបានលុយ4ដងសម្រាប់កម្មការនីរោងចក្រចាគ្រូបង្រៀនមន្ត្រីរាជការនិយាយចំគឺបានលុយ4ដងចាបន្ទាប់ពីបងប្អូនសម្រាប់កូនបងប្អូនទទួលបានលុយ80000សម្រាប់កម្មការនីរោងចក្រ80000បងប្អូនណាបន្ទាប់មកទៀតសម្រាប់កូនហើយបងប្អូនទទួលបានអត្ថប្រយោជន៍10ដងទៀតចាទទួលបានអត្ថប្រយោជន៍10ដងម្ដងចំនួន80000រៀលចា80000នឹងរហូតដល់កូនយើង2ឆ្នាំអញ្ចឹងពេលដែលបងប្អូនធ្វើការរោងចក្របងប្អូនឈប់ធ្វើការពេលយើងសម្រាប់កូនហើយនឹងឈប់ធ្វើការបងប្អូននៅតែទទួលបានអត្ថប្រយោជន៍80000រៀលនឹង10ដងដដែលដោយបងប្អូនត្រូវតែមានกระดาษមួយស្លឹកដែលចេញពីបសសกระดาษដែលមានការបញ្ចូលប្រព័ន្ធលុយនឹង10ដងទៀតអញ្ចឹងបងប្អូនឲ្យតែមានកระดาษនឹងមកគឺបងប្អូននៅតែទទួលបានអត្ថប្រយោជន៍លុយកូនរហូតដល់2ខួបនិយាយខ្លីទៅគឺឲ្យតែបងប្អូនក្រោយសម្រាប់កូនឲ្យបងប្អូនទៅបសសដើម្បីយកกระดาษបញ្ជាក់ថាបងប្អូនសម្រាប់កូនរួចបងប្អូនបានកระดาษមួយស្លឹកហ្នឹងមកគឺបងប្អូនទទួលបានអត្ថប្រយោជន៍ហ្នឹងរហូតដល់កូនបងប្អូនអាយុ2ខួបអញ្ចឹងបងប្អូនមិនបាច់បារម្ភទេថាឈប់ធ្វើការហើយតិចលោកអត់បានលុយទៀតអញ្ចឹងណាចាហើយសម្រាប់បសសដូចគ្នាដែរបើសិនជាបងប្អូនឈប់ធ្វើការអាច3ខែអីវាអាចនឹងផុតសុពលភាពនឹងការប្រើហើយហ្នឹងតើតើមួយសុពលភាពនឹងការប្រើតែបើចាក់វ៉ាក់សាំងកូនលុយនៅតែបានដដែលចា